คือจี Huawei MediaPad M2 ហើយលោកអ្នកកំពុងតាមដានទស្សនាវីដេអូ review របស់ Cambo Mac Huawei MediaPad M2 គឺជា tablet កូនកាត់ស៊េរីថ្មីមួយរបស់ក្រុមហ៊ុនផលិតទូរស័ព្ទលំដាប់លេខ3ពិភពលោក Huawei ដែល tablet នេះទើបតែប្រកាសចេញលក់កាលពីពេលថ្មីៗនេះតែប៉ុណ្ណោះរូបរាងរបស់វាមានភាពប្រណិតស្រស់ស្អាតនិងមានលក្ខណៈសម្បត្តិដ៏អស្ចារ្យជាច្រើនដែលស័ក្តិសមសម្រាប់មនុស្សសម័យថ្មីទូខ្លួនរបស់ MediaPad M2 ត្រូវបានផលិតចេញពីលោហៈធាតុដ៏រឹងមាំទាំងស៊ុមព័ទ្ធជុំវិញនិងសន្ទះខាងក្រោយដែលមើលទៅវាមានលក្ខណៈប្រណិតនិងគួរឲ្យទាក់ទាញជាងនេះទៅទៀតវាមានទម្ងន់ត្រឹមតែ330ក្រាមនិងកម្រាស់ 7.8 មីលីម៉ែត្រដែលផ្ដល់លក្ខណៈងាយស្រួលក្នុងការកាន់នៅក្នុងដៃចំពោះប៊ូតុងបិទបើកប៊ូតុងសំឡេងរុនដោត micro SIM និងរុនដោត memory បន្ថែមគឺស្ថិតនៅជ្រុងខាងស្ដាំដៃចំណែកឯរុនបំពងសំឡេងរបស់វាមានចំនួន2ជាប្រភេទ Stereo Super Wide Sound SWS 2.0 ដែលស្ថិតនៅផ្នែកខាងលើនិងផ្នែកខាងក្រោមធ្វើឲ្យវាអាចបញ្ចេញសំឡេងបានយ៉ាងច្បាស់ល្អឮខ្លាំងនិងពីរោះរងំដោយមិនចាំបាច់ត្រូវការឧបករណ៍បំពងសំឡេងជំនួយហើយក៏ធ្វើឲ្យការទស្សនាខ្សែភាពយន្តនិងស្ដាប់ចម្រៀងរបស់អ្នកកាន់តែជក់ចិត្តដិតអារម្មណ៍ផងដែរចំពោះទំហំអេក្រង់របស់ MediaPad M2 ក៏មិនខុសពី MediaPad M1 ដែរគឺវានៅតែមានទំហំ8អ៊ីងប្រភេទ Full HD ដដែលប៉ុន្តែ Huawei បានបង្កើនកម្រិតក្នុងការបង្ហាញរូបភាពរបស់ M2 រហូតដល់ 1200 គុណនឹង 1920 pixel ជាមួយនឹងដង់ស៊ីតេអេក្រង់ទំហំ 283 ppi ដែលធ្វើឲ្យវាបង្ហាញរូបភាពកាន់តែច្បាស់និងមានពណ៌ដិតល្អមិនថានៅក្នុងកន្លែងគ្មានពន្លឺគ្រប់គ្រាន់ឬក្រោមពន្លឺថ្ងៃនោះទេលក្ខណៈបែបនេះវាធ្វើឲ្យការទស្សនាខ្សែភាពយន្តឬលេងហ្គេមរបស់អ្នកកាន់តែរស់រវើកហាក់ដូចជានាំអ្នកទៅកាន់ពិភពលោកមួយថ្មីទៀតMediaPad M2 ដំណើរការប្រព័ន្ធប្រតិបត្តិការ Android OS V5.1 Lollipop ស្របទៅដោយផ្ទាំង UI របស់ Huawei ផ្ទាល់គឺ Emotion UI ជំនាន់ទី 3.1 ដែលមានលក្ខណៈស្រស់ស្អាតនិងងាយស្រួលក្នុងការប្រើប្រាស់និងស្វែងរកកម្មវិធីហើយវាក៏បានភ្ជាប់មកជាស្រេចនៅធីមចំនួន5សម្រាប់ឲ្យលោកអ្នកធ្វើការផ្លាស់ប្ដូរទៅតាមចំណង់ចំណូលចិត្តផងដែរកាមេរ៉ាខាងក្រោយរបស់វាមានទំហំ8 megapixel ដែលអាចថតរូបបានយ៉ាងច្បាស់ល្អហើយក៏អាចថតរូបរហូតទៅដល់កម្រិត 3264 គុណនឹង 2448 pixel ជាមួយនឹងមុខងារជាច្រើនដូចជា HDR, Panorama និង Best Photo ជាដើមសម្រាប់ការថតវីដេអូវិញវាអាចថតបានរហូតដល់កម្រិត FHD 1080 pixel និងមានមុខងារ Time Lapse ផងដែរចំណែកឯកាមេរ៉ាខាងមុខមានទំហំ2 megapixel ដែលអាចឲ្យលោកអ្នកថតរូប selfie និងប្រើប្រាស់មុខងារ Video Call បានយ៉ាងងាយស្រួលចំពោះកម្លាំងម៉ាស៊ីនរបស់វាអាចនិយាយបានថាមានលក្ខណៈល្អគួរសមដែលវាបានបំពាក់នៅ CPU ចំនួន8គ្រាប់ប្រភេទ Kirin 930 64 bit ល្បឿន 2 GHz បូករួមទាំង GPU ប្រភេទ Mali T628 MP4 ឬលេងហ្គេមដែលមាន graphic ធំដោយគ្មានភាពរអាក់រអួលជាងនេះទៅទៀតវាបានបំពាក់នៅអង្គផ្ទុកទិន្នន័យទំហំ32 GB ហើយលោកអ្នកក៏អាចធ្វើការបន្ថែម memory ខាងក្រៅបានរហូតទៅដល់ទំហំ128 GB ផងដែរចំណែកឯថាមពលថ្មរបស់ MediaPad M2 មានទំហំរហូតទៅដល់ 4800 mAh ជាប្រភេទ LiPo ដែលអាចធ្វើឲ្យលោកអ្នកប្រើប្រាស់កម្មវិធីបានរហូតទៅដល់2ថ្ងៃឯណោះហើយជាពិសេសវាមិនងាយនឹងឡើងកម្ដៅឡើយធ្វើឲ្យអ្នកប្រើប្រាស់អស់កង្វល់ពីបញ្ហាឆាប់អស់ថ្មដូចជា tablet ដទៃMediaPad M2 ជាប្រភេទ tablet កូនកាត់មានន័យថាលោកអ្នកអាចប្រើប្រាស់ជា tablet ក៏បានជាទូរស័ព្ទក៏បានហើយវាក៏បានបំពាក់នៅបច្ចេកវិទ្យា 4G ដែលអាចឲ្យលោកអ្នកប្រើប្រាស់ក្នុងការ check internet ជាមួយល្បឿនដ៏លឿនហើយសម្រាប់ការនិយាយទូរស័ព្ទនៅក្នុងអង្គប្រជុំឬគ្រួសារដែលតម្រូវឲ្យឮសូរទាំងអស់គ្នាកាន់តែគ្មានបញ្ហាជាមួយមុខងារ loudspeaker ដែលអាចបញ្ចេញសំឡេងបានយ៉ាងច្បាស់ល្អទៅកាន់មនុស្សគ្រប់គ្នានិងកាត់បន្ថយសំឡេងរំខានទៅកាន់ដៃគូម្ខាងទៀតផងដែរសរុបសេចក្តីមក Huawei MediaPad M2 ជា tablet មួយដែលមានតម្លៃសមរម្យស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តទស្សនាខ្សែភាពយន្តលេងហ្គេមប្រើប្រាស់អ៊ីនធឺណិតនៅលើអេក្រង់ដែលមានទំហំធំនិងមានសំឡេងច្បាស់ល្អជាពិសេសសម្រាប់អ្នកដែលចង់ប្រើប្រាស់ទាំងមុខងារទូរស័ព្ទនិង tablet នៅលើឧបករណ៍តែមួយ Huawei MediaPad M2 មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃដ៏សមរម្យគឺត្រឹមតែ$325ប៉ុណ្ណោះ